គោលការណ៍ទី5គឺយកចិត្តទុកដាក់ចំពោះការងារមនុស្សដែលបរាជ័យនៅក្នុងការងារមិនមែនដោយសារតែគាត់គ្មានសមត្ថភាពធ្វើការងារនឹងទេតែដោយសារតែគាត់មិនយកចិត្តទុកដាក់ធ្វើការងារនឹងឲ្យបានហ្មត់ចត់ដោយគាត់គិតថាការងារនឹងអត់សំខាន់ការងារនឹងអត់មានតម្លៃការងារនឹងតូចតាចជាទូទៅមនុស្សឲ្យតម្លៃទៅលើអ្វីមួយទៅតាមទំហំទឹកប្រាក់បើមិនជាថ្ងៃនេះយើងទិញឆ្កែ2ក្បាលឆ្កែទី1តម្លៃ$10ឆ្កែទី2តម្លៃ$10000តើយើងឆ្លាញ់ឆ្កែមួយណាជាងគឺ$10000យើងយកចិត្តទុកដាក់ថែទាំឆ្កែមួយណាជាងគឺ$10000តើមួយណាយើងឲ្យដេកពូកមួយណាយើងឲ្យដេកក្រែ$10000ប្រកបជាដេកពូកមួយណាយើងឲ្យស៊ីបាយជាមួយនឹងសាច់គោមួយណាយើងឲ្យស៊ីបាយជាមួយឆ្អឹងត្រី$10000ប្រកបជាស៊ីបាយជាមួយនឹងសាច់គោមួយណាយើងឲ្យផឹកទឹកមួយណាយើងឲ្យផឹកទឹកដោះគោ$10000ប្រកបជាផឹកទឹកដោះគោមួយណាយើងឲ្យជក់បារីមួយណាយើងឲ្យជក់ស៊ីហ្គាប្រកបជា$10000ជក់ស៊ីហ្គាហេតុអីពីព្រោះវាថ្លៃជាងមនុស្សតែងតែយកចិត្តទុកដាក់ទៅលើរបស់ដែលមានតម្លៃហើយវាស់របស់ដែលមានតម្លៃឬក៏មិនមានតម្លៃទៅតាមទំហំទឹកប្រាក់ហើយបើសិនជាយើងវាស់ទៅឃើញទំហំទឹកប្រាក់នោះតូចតិចគឺអត់យកចិត្តទុកដាក់ចំពោះរបស់ហ្នឹងអញ្ចឹងបើសិនជាការងារនឹងផ្ដល់ទឹកប្រាក់ឲ្យគាត់តិចគាត់ប្រកាសជាមិនយកចិត្តទុកដាក់ចំពោះការងារហ្នឹងយើងធ្លាប់រស់បាត់ឬក៏រើសបានលុយ100រៀលញឹកញាប់ណាស់ចុះ1000រៀលក៏យើងធ្លាប់រើសបានដែរតែតិចតួចចុះ10000រៀលយើងកាន់តែរើសបានតិចចុះ100,000រៀលយើងកាន់តែរើសបានតិចចុះ1លានរៀលយើងកាន់តែសឹងថាមិនធ្លាប់រើសបានហេតុអីមកពីអាកដាស់1លានរៀលហ្នឹងគេយកចិត្តទុកដាក់ពេកហើយអាកដាស់100រៀលអត់ទៅមានអ្នកណាយកចិត្តទុកដាក់សូម្បីតែយើងជាងមនុស្សដែលបរាជ័យនៅក្នុងការងារមនុស្សដែលមិនបានឡើងឋានៈមិនបានឡើងតំណែងមិនដែលធ្វើឲ្យការងាររីកចម្រើនគាត់តែងតែគិតបែបហ្នឹងគាត់តែងតែគិតថាខំធ្វើអីឋានៈប៉ុណ្ណឹងតំណែងប៉ុណ្ណឹងប្រាក់ខែប៉ុណ្ណឹងការងារតូចតាចអញ្ចឹងតែនៅលើโลกនេះអត់មានការងារសុចរិតណាតូចតាចឬថោកទាបទេមានតែមនុស្សដែលគិតថាការងារនឹងតូចតាចនិងថោកទាបទេទើបខ្លួនគាត់នឹងជាអ្នកដែលតូចតាចនិងថោកទាបនោះពីព្រោះលុយ1លានមិនបានមកពីការអន្សំលុយ1រៀលសមុទ្រដ៏ធំមិនបានមកពីការប្រមូលផ្ដុំទឹកមកដំណក់យ៉ាងច្រើនភ្នំដ៏ខ្ពស់មិនបានមកពីការប្រមូលផ្ដុំគ្រោះតូចម្ដុំជាងគ្រប់ការងារធំគឺបានមកពីការងារតូចគ្រប់ការងារខ្ពស់ក៏ចាប់ផ្ដើមពីការងារទាបមានតែការងារជីកដណ្ដើមទេដែលយើងចាប់ផ្ដើមធ្វើពីខ្ពស់ទៅទាបនោះជាងតើតែយើងយកចិត្តទុកដាក់ចំពោះការងារទើបយើងអាចធ្វើឲ្យការងារនឹងធំដុំបានតើតែយកចិត្តទុកដាក់សិនទើបវារីកចម្រើនមិនមែនរីកចម្រើនហើយទើបយើងយកចិត្តទុកដាក់ទេយកចិត្តទុកដាក់តោងឡើងទើបយើងអាចខ្ពស់មិនមែនយើងឡើងខ្ពស់ហើយទើបយកចិត្តទុកដាក់តោងឡើងទេហើយអ្នកខ្លះទៀតគាត់ក៏បានគិតថាការងារហ្នឹងយកចិត្តទុកដាក់ធ្វើអីការងារហ្នឹងជាការងាររបស់ប្រធានហ្នឹងប្រធានគាត់បានដាក់ដើមទុនជាសាច់ប្រាក់យើងដាក់ដើមទុនជាពេលវេលាហើយដើមទុនពិតប្រាកដនៃការងារគឺពេលវេលាប្រធានដាក់ដើមទុនជាសាច់ប្រាក់ដើម្បីចំណេញជាសាច់ប្រាក់ចំណែកយើងដាក់ដើមទុនជាពេលវេលាដើម្បីចំណេញជាសាច់ប្រាក់ដែរប្រធានដាក់ដើមទុនជាប្រាក់បើមិនជាគាត់ខាតត្រឹមតែសាច់ប្រាក់តែយើងដាក់ដើមទុនជាពេលវេលាបើយើងខាតគឺយើងខាតពេលវេលាហើយខាតពេលវេលាគឺមានន័យថាយើងខាតជីវិតព្រោះរាល់ថ្ងៃយើងទៅធ្វើការមួយខែ30ថ្ងៃយើងចំណាយជីវិតយើងអស់30ថ្ងៃយើងខើចជីវិតយើងអស់30ថ្ងៃតែយ៉ាងណាការចំណាយរបស់យើងគឺចំណាយដើម្បីចំណេញយើងចំណាយ30ថ្ងៃនៃអាយុជីវិតរបស់យើងដោយយើងសង្ឃឹមថានឹងបានចំណេញមកវិញហើយការពិតវាអាចនឹងចំណេញមកវិញនៅពេលដែលយើងយកចិត្តទុកដាក់ទៅលើវាបើយើងធ្វើការងារមួយខែយើងបើកប្រាក់ខែមកយើងចាយបានតែមួយថ្ងៃមានន័យថាយើងខាតជីវិតអស់30ថ្ងៃហើយតែបើយើងធ្វើការងារមួយខែយើងបើកប្រាក់ខែមកយើងចាយបាន30ថ្ងៃមានន័យថាយើងស្មើចុងស្មើដើមហើយបើយើងធ្វើការងារមួយខែបើកប្រាក់ខែមកចាយបានលើសពី30ថ្ងៃមានន័យថាយើងចំណេញប្រមាណនោះគឺចំណេញទៅតាមចំនួននៃការលើសបើយើងធ្វើការងារមួយខែបើកប្រាក់ខែមកយើងចាយបាន30ឆ្នាំមានន័យថាយើងចំណេញជីវិតយើង30ឆ្នាំចឹងបងប្អូនសាកគិតមើលបើយើងយកចិត្តទុកដាក់យើងចំណេញទាំងពេលចំណេញទាំងជីវិតចំណេញទាំងប្រាក់បើយើងមិនយកចិត្តទុកដាក់គឺយើងត្រូវខាតទាំងពេលទាំងជីវិតទាំងប្រាក់
ចឹងយើងគួរយកចិត្តទុកដាក់ឬក៏មិនគួរយកចិត្តទុកដាក់យើងធ្វើការរួមគ្នាមិនមែនយើងធ្វើការឲ្យតកែទេហេតុអីបានយើងគិតថាយើងធ្វើការឲ្យតកែព្រោះយើងឃើញតកែដាក់ទុនតែយើងភ្លេចថាយើងកំពុងតែដាក់ទុនដ៏មានតម្លៃជាងតកែទៀតចឹងយើងគួរតែយកចិត្តទុកដាក់នៅក្នុងការធ្វើការងារក្នុងក្រុមហ៊ុនមួយមិនមានអ្នកណាធ្វើឲ្យអ្នកណាទេតែអ្នកណាធ្វើជាមួយនឹងអ្នកណាអ្នកដែលបរាជ័យក្នុងការងារគាត់តែងតែគិតថាគាត់ធ្វើការងារឲ្យក្រុមហ៊ុនតែអ្នកជោគជ័យវិញគាត់មិនដែលគិតថាគាត់ធ្វើការងារឲ្យក្រុមហ៊ុនទេគាត់តែងតែគិតថាគាត់ធ្វើការងារជាមួយនឹងក្រុមហ៊ុនធ្វើឲ្យក្រុមហ៊ុនយ៉ាងម៉េចបើក្រុមហ៊ុនចំណេញគាត់ក៏ចំណេញក្រុមហ៊ុនដាក់ទុនគាត់ក៏ដាក់ទុនអញ្ចឹងចំណេញដូចតែគ្នាគ្រាន់តែមួយចំណេញតិចមួយចំណេញច្រើនក្រុមហ៊ុនចំណេញច្រើនព្រោះគាត់ដាក់ទុនច្រើនយើងចំណេញតិចព្រោះយើងដាក់ទុនតិចតែផលតបស្នងនៃការងារមិនមែនត្រឹមតែប្រាក់ខែទេគឺការរីកចម្រើនការមានភាពចាស់ទុំផ្នែកចិត្តគំនិតនិងប្រាជ្ញាស្មារតីអញ្ចឹងបើសិនជាថ្ងៃនេះយើងធ្វើការងារយើងបានភាពចាស់ទុំផ្នែកចិត្តគំនិតប្រាជ្ញាស្មារតីនោះហើយគឺជាទុនមួយដ៏ប្រសើរអញ្ចឹងយើងគួរតែអរគុណប្រធានដែលគាត់បានអនុញ្ញាតឬក៏ផ្ដល់ឱកាសឲ្យយើងបានសាកល្បងឬក៏ធ្វើការជាមួយគាត់ជាងយើងត្រូវយកចិត្តទុកដាក់គិតថាការងារដែលយើងធ្វើនោះក៏ជាការងាររបស់យើងដែរត្រូវយកចិត្តទុកដាក់ធ្វើការងារគ្រប់ពេលវេលាដែលទោះជាតកែមិននៅបើតកែមិននៅយើងដើរតួខ្លួនយើងបែងចែកខ្លួនយើងមួយជាបុគ្គលិកមួយជាតកែបែងចែកបែបហ្នឹងហើយយើងមើលទៅលើការបំពេញកិច្ចការងាររបស់យើងបើសិនជាយើងបំពេញកិច្ចការងារអញ្ចឹងទៅហើយបើមានតកែឈរមើលយើងតើតកែនឹងពេញចិត្តហើយនៅតើយើងពេញចិត្តហើយនៅបើយើងមិនទាន់ពេញចិត្តទេយើងប្រឹងធ្វើរហូតដល់យើងពេញចិត្តបើយើងធ្វើមិនទាន់ពេញចិត្តទេណាយើងបន្តការធ្វើរបស់យើងពេលនោះធ្វើរហូតដល់ខ្លួនយើងថាអូអស្ចារ្យណាស់នៅពេលយើងពេញចិត្តហើយតកែយើងក៏ពេញចិត្តអញ្ចឹងគោលការណ៍ដែលអាចនាំឲ្យអ្នកដទៃយកចិត្តទុកដាក់ចំពោះយើងគឺយើងត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកដទៃចាប់អារម្មណ៍ប្រធានគាត់ចាប់អារម្មណ៍ចំពោះការងារខ្លាំងណាស់អញ្ចឹងដើម្បីឲ្យប្រធានចាប់អារម្មណ៍មកលើយើងគឺយើងត្រូវយកចិត្តទុកដាក់ចំពោះការងារទាំងឡាយណាដែលប្រធានចាប់អារម្មណ៍នោះប្រធានគាត់នឹងចាប់អារម្មណ៍ត្រឡប់មកយើងវិញហើយដើម្បីឲ្យយើងកាន់តែមានភាពជោគជ័យជាងនឹងទៀតគឺត្រូវបន្តចូលទៅគោលការណ៍ទី6